2ខ្ញុំមកដល់ប្រាសាទប្រៃរូបចាជ្រាបសួរអ្នកទាំងអស់គ្នានេះគឺជា vlog ទៅសៀមរាបថ្ងៃទី2អ្នកទាំងអស់គ្នានិយាយទៅខ្ញុំទុំបានកាត់ឲ្យអ្នកទាំងអស់គ្នាមើលទៅពុទ្ធលវលពេកនិយាយទៅនៅវីដេអូច្រើនទៀតឥឡូវនេះយើងមកដល់ vlog ទី4នេះចាខ្ញុំថ្ងៃទី2នេះយើងមកលេងប្រាសាទប្រៃរូបអញ្ចឹងណាចាហើយមុនទៅដល់ប្រាសាទប្រៃរូបហ្នឹងយើងយកតាំងពីយប់មកព្រោះយើងស្អីធ្វើខ្លួនអីហើយខ្ញងមកនេះមករបាយព្រឹកនៅកន្លែងចិត្តយើងគេអញ្ចឹងណាកន្លែងនេះមិនចិត្តប្រហែលនេះអ្នកទាំងអស់គ្នាប៉ុន្តែកន្លែងហ្នឹងគេល្បីអញ្ចឹងណាគេល្បីថានៅនឹងឆ្ងាញ់ហើយកន្លែងគាត់ញ៉ាំបាយហ្នឹងគឺអត់ទទួលលុយក្នុងកងធនាគារបាញ់តាម QR ទេចាគឺទទួលលុយសុទ្ធតែខ្ញុំផ្លេចហាងឈ្មោះរបស់គាត់បាត់ទេអ្នកទាំងអស់គ្នាដឹងថាកន្លែងហ្នឹងគាត់ល្បីដែរអញ្ចឹងណាភ្ញៀវចូលឡើងណែនហ្មងហើយបាយក៏ច្រើនសាច់មាន់ក៏ច្រើនដែរនិយាយទៅដាក់មួយចានញ៉ាំត2នាក់អីបានអស់ចាប់តទៅពីយើងញ៉ាំអីហើយមកឥឡូវនេះជិះទៅប្រាសាទប្រៃរូបប៉ុន្តែតាមផ្លូវហ្នឹងឃើញតែសភាពស្អាតពេកក៏ឈប់ឡានថតរូបថតអីលេងសិនអញ្ចឹងណាអ្នកទាំងអស់គ្នាដើមឈើតាមផ្លូវហ្នឹងវាស្អាតពេកអញ្ចឹងថតយ៉ាងណាបានតាមផ្លូវហ្នឹងដែរអញ្ចឹងណាចាដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងដើមឈើធំធំហើយឡើងទៅជាស្រែអត់មានក្តៅស្អុយទេព្រោះដើមឈើបាំងយើងអស់ហើយមើលទៅឡើងទៅចង់ទៅឆៃមកយើងឈប់នៅតាមផ្លូវនេះក៏ឈប់នៅប្រាសាទមួយដែរអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់ថាមានភ្ញៀវទេសចរឲ្យចូលទៅលេងទេព្រោះមើលទៅខាងក្នុងហ្នឹងស្ងាត់ឈឹងអញ្ចឹងខ្ញុំគាត់ទៅឈរថតរូបពីខាងក្រៅពីឲ្យយករូបទៅហើយយកក៏មកបន្តតាណាមកដល់ខាងមុខនេះដល់ស្រះស្រង់អ្នកទាំងអស់គ្នាខ្ញុំចូលថតរូបនៅកន្លែងស្រះស្រង់នេះទិញកាហ្វេទិញអីផឹកសិនអញ្ចឹងណាបងគាត់ឈប់សម្រាកសិនអញ្ចឹងខ្ញុំមកថតរូបលេងនៅកន្លែងស្រះស្រង់នេះមើលទេសភាពមើលអីមើលប្រាសាទលិចទឹកអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើមកឲ្យឡើងស្ងប់ស្ងាត់បន្ទាប់មកយើងក៏មកដល់កន្លែងប្រាសាទប្រៃរូបអញ្ចឹងណាប៉ុន្តែយើងទៅរកទិញអីវ៉ាន់សិនហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវនេះដល់ថ្ងៃទី2ខ្ញុំមកដល់ប្រាសាទប្រៃរូបហើយឥឡូវទៅមើលអីវ៉ាន់អសេសរីបន្ទាប់ពីយើងបានចេញពីប្រាសាទមកវិញអញ្ចឹងខ្ញុំមើលឃើញលក់គេខ្លះនៅមុខប្រាសាទប្រៃរូបបាច់ជើងកុំខ្មៃអាមានខំមានកាបូប everything so បើសិនជាអ្នកអរគ្នាចាប់អារម្មណ៍ចង់បានអីអាចដូចបងអូនបានឃើញអញ្ចឹងមានលោកខែអាវមួ accessory ផ្សេងហើយបន្ទាប់មកខ្ញុំបានទៅដល់កន្លែងអ៊ំគាត់ចម្លាក់ឈើអញ្ចឹងសូមគាត់ចូលមើលគាត់ធ្វើដោយដៃផ្ទាល់ល្អខ្លាំងមែនទែនមើលបានស្អាតមើលចោះមើលស្ទាបបានអីបានថតបានទៀតនេះគេហៅគេអ៊ំស្បែកបបតស្បែកយើងថតដាក់តបានថតដាក់កាន់សម្ដែងទៅមកឆាអានតែទាំងអស់គ្នាដៃផ្ទាល់ហ្មងបាទថាការតែនេះមកប្រៃរូបលូកទូផ្លាយទៅផ្ទាល់នេះធ្វើដោយលោកពូសង្ហាអូអរគុណភាសាសង្ហាទៅដាក់ខុសឡោះខ្ញុំមានរូបសម្រាប់ស្អាតច្រើនណាស់ដៃផ្ទាល់គាត់ថាមួយចំណាយពេលមិនមែនតិចទេអ្នកអត់គ្នាពិបាកមែនតើនេះចំណាយ12ថ្ងៃនេះ12ថ្ងៃអូចាអញ្ចឹងដូចអ្នកទាំងអស់គ្នាបានលឺអញ្ចឹងអ៊ំប្រុសគាត់ធ្វើចម្លាក់ដោយដៃចម្លាក់ស្បែកសុទ្ធហ្មងអញ្ចឹងបើសិនជាបងអូនទៅលេងនៅនឹងចង់បានអីអាចទៅតំណងទៅគាត់បានណាខ្ញុំបានភិនលេខទូរស័ព្ទនៅខាងលើហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលហើយចាឥឡូវនេះមកមើលខ្ញុំវិញម្ដងបានឡើងមកដល់ប្រាសាទប្រៃរូបអ្នកទាំងអស់គ្នាជាមួយនឹងរូបភាពប្រាសាទនិងរូបភាពសម្រស់ល្អឯករបស់នាងខ្ញុំចាមានជាការសម្ដែងមើលលេចមើលកាត់ប៉ុន្តែលើប្រាសាទហ្នឹងស្អាតដែរអ្នកទាំងអស់គ្នាតែគាត់ថាខ្ញុំទៅដល់ហ្នឹងមកថ្ងៃត្រង់ហើយអញ្ចឹងវាក្តៅខ្លាំងហ្មងនេះដូចក្តៅលង្ហែងចង់ឆេះអីប៉ុន្តែយើងដើរយកម៉ូតឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងណាមួយខ្ញុំផ្លាច់ភ្នែកដែរព្រោះប្រាសាទខ្ពស់ខ្លាំងមែនតើហ្មងខ្ញុំបានដើរឡើងទៅដល់ទៅលើនោះទេហើយខ្ញុំមិនអាចឡើងដល់ខាងលើបានព្រោះវាក្តៅពេកចានាងខ្ញុំពេលដើរទៅដល់នោះក៏ដូចសម័យតែម្ដងឡើងតូចខ្ញុំបើប្រៀបធៀបនឹងប្រាសាទណាហ្នឹងហើយអ្នកទាំងអស់គ្នាមកអញ្ចឹងខ្ញុំបានចេញពីប្រាសាទប្រៃរូបហើយឥឡូវខ្ញុំបានមកដល់ស្ពាននិពន្ធប្រាសាទនិពន្ធចាប្រាសាទនិពន្ធអញ្ចឹងឥឡូវហ្នឹងទៅមើលមួយអ្នកគ្នាហើយក៏ចង់ថតរូបដែរអ្នកគ្នាឃើញតែស្អាតទេអញ្ចឹងត្រូវការថតរូបថតអីដែរឥឡូវនេះខ្ញុំបានមកដល់ស្ពាននិពន្ធនេះអ្នកទាំងអស់គ្នាខ្ញុំថាដើរឆ្លងទៅខាងមុខមិនតែឆ្លងកាត់ទេព្រោះថាមេឃវាក្តៅខ្លាំងហើយខ្ញុំដើរឡើងស្លោកស្បែកឲ្យអ្នកទាំងអស់គ្នាដើម្បីបានរូបថតណាថតឲ្យអ្នកទាំងអស់គ្នាមើលគឺស្លោកអស់ហ្មង assistant ហ្នឹងហើយកបោបោះគាត់ដាក់ភាពអត់ភាពអត់មុននេះគឺសាប់នាងខ្ញុំទៅអត់ក្តៅទេចាំកន្លែងមួយអូនចូលជ្រុងចូលចេកអូនទុំពន់ខាងណាហាប់លុយអញ្ចឹងបងទៅនេះមកដល់មកចាប់តទៅយើងបានដើរច្រើនកន្លែងដែរមើលឥឡូវនេះដល់ម៉ោងបាយថ្ងៃត្រង់នេះទាំងអស់គ្នាខ្ញុំទៅផ្លាកែដើម្បីទៅញ៉ាំបាយអញ្ចឹងណាហើយញ៉ាំបាយជួបគ្នានៅវីដេអូក្រោយខ្ញុំទៅញ៉ាំបាយនៅភូមិព្រះដាក់អញ្ចឹងណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ